គាត់មិនព្រមបោះបង់ថាគាត់នឹងព្រមចោះចាញ់គាត់សុខចិត្តផ្លាស់ប្ដូរខ្លួនឯងទោះបីជាគាត់ដឹងថាវាជួបនៅការលំបាកនៅក្នុងការដែលគាត់ព្រមផ្លាស់ប្ដូរតែគាត់អត់បោះបង់ចោលនៅការចង់ហោះរបស់គាត់ទេគាត់នៅតែព្យាយាមក្នុងការសាកល្បងមួយថ្ងៃហើយមួយថ្ងៃទៀតមួយថ្ងៃហើយមួយថ្ងៃដែលគាត់បានតាំងចិត្តសាកល្បងការដែលគាត់បានតាំងចិត្តក្នុងការធ្វើការដែលគាត់បានតាំងចិត្តក្នុងការដែលផ្លាស់ប្ដូរទីបំផុតកូនឥន្ទ្រីនោះក៏ហោះបានសម្រេចហើយបងប្អូនទាំងអស់គ្នាថ្ងៃចង់និទានរឿងដល់បងប្អូនសម្រាប់ចែកជាកតិអញ្ចឹងណាបងប្អូនថ្ងៃមួយមានបុរសម្នាក់គាត់ដើរចូលទៅក្នុងព្រៃគាត់ក៏បានប្រទះឃើញសុទ្ធមួយគាត់ក៏រកថាអត់មានមេមានកៅអញ្ចឹងណាបងប្អូនគាត់ក៏យកមកឲ្យមេមន់ខ្ញាស់ថ្ងៃមួយដល់ការកំណត់វេលាមន់ក៏ញាស់ហើយពងសុទ្ធដែលគាត់យកមកដាក់ខ្ញាស់ហ្នឹងក៏ញាស់ដែរអញ្ចឹងពេលវេលាចេះតែរំកិលបន្តិចម្ដងកូនមន់ក៏វិវត្តទៅតាមដំណាក់កាលហើយកូនសត្វដែលបុរសយកមកឲ្យមេមន់ក្រាបហ្នឹងក៏កាន់តែធំឡើងនៅពេលនោះកូនសត្វហ្នឹងគាត់ក៏នឹកឃើញឆ្ងល់នៅក្នុងចិត្តខ្លួនឯងណាគាត់ឆ្ងល់ថាចុះហេតុអីរូបរាងរបស់គាត់អត់ដូចនឹងបងប្អូនរបស់គាត់សោះបងប្អូនរបស់គាត់ដូចអត់ចេះធំសោះតែសម្រាប់គាត់ចេះតែធំឡើងចម្លែកហើយមានស្លាបទៅរឹងរូបរាងកាន់តែធំទៅដូចគ្នាអាយុប្រហែលគ្នាប៉ុន្តែរូបរាងកាយរបស់គាត់គឺកាន់តែធំឡើងជារៀងរាល់ថ្ងៃគាត់នឹកឃើញឆ្ងល់ហើយមានថ្ងៃមួយគាត់ក៏អង្គុយនិយាយលេងជាមួយនឹងកូនមន់ដែលជាបងប្អូនរបស់គាត់ហ្នឹងគាត់ក៏អង្គុយស្រាប់តែអង្គុយហើយគាត់ក៏មើលឃើញទៅសត្វឥន្ទ្រីអង្គុយសម្លឹងទៅលើហើយគាត់ក៏ឃើញសត្វឥន្ទ្រីហើយគាត់ក៏នឹកឃើញឆ្ងល់ថារូបរាងរបស់គាត់ហើយនឹងសត្វឥន្ទ្រីម្នាក់ហ្នឹងគឺដូចគ្នាមានរូបរាងមានស្លាបមានទ្រង់ទ្រាយគឺដូចគ្នាទាំងអស់ហើយឃើញគេហោះបានយ៉ាងសប្បាយចុះហេតុអីគាត់មានរូបរាងដូចគេដែរហេតុអីគាត់ហោះមិនកើតគាត់ក៏នឹកឃើញឆ្ងល់ហើយគាត់ក៏បានសួរទៅមិត្តបងប្អូនដែលជាមន់ជាមួយនឹងគាត់ហ្នឹងគាត់ឆ្ងល់ហើយក៏គាត់សួរថាហេតុអីខ្ញុំមានរូបរាងដូចសត្វដែលហោះនៅលើមេឃនោះដែរហេតុអីក៏ខ្ញុំមិនអាចហោះកើតតើខ្ញុំគួរតែសាកល្បងក្នុងការហោះដែរទេហើយតើខ្ញុំអាចនឹងហោះកើតដូចជាសត្វដែលកំពុងតែហោះនោះដែរឬអត់គាត់សួរបងប្អូនគាត់ណាសត្វមន់ហ្នឹងក៏គាត់ឆ្លើយថាចុះឯងមិនសាកល្បងហោះសាកលោមើលទៅបើសិនជាឯងចង់ដឹងថាឯងដូចឬក៏អាចហោះបានដូចជាសត្វនៅខាងលើនោះចូលឯងសាកល្បងធ្វើការហោះទៅកូនសត្វឥន្ទ្រីហ្នឹងគាត់ហាក់បីដូចជាអត់មានជំនឿចិត្តនៅក្នុងការហោះទេបងប្អូនប៉ុន្តែដោយសារតែមានការជំរុញពីបងប្អូនដែលជាមន់របស់គាត់ហ្នឹងគាត់ក៏ចាប់ផ្ដើមធ្វើការសាកល្បងហោះនៅពេលដែលគាត់ចាប់ផ្ដើមផ្លាស់ប្ដូរនៅគំនិតថ្មីគាត់ក៏ចាប់ផ្ដើមធ្វើការសាកល្បងហោះហើយការហោះរបស់គាត់លើកទី1គឺអត់បានសម្រេចទេបងប្អូនទី1គាត់រៀនដើរឲ្យទៅរលូនទៅសិនបន្ទាប់មកគាត់ក៏ចាប់ផ្ដើមធ្វើការហោះលើកទី1ក៏អត់បានសម្រេចហោះហើយក៏ធ្លាក់ដោយសារអីត្បិតតែគាត់ជាសត្វឥន្ទ្រីមែនក៏ប៉ុន្តែគាត់អត់ដែលបានធ្វើការហោះហើរទេគាត់អត់ព្រោះគាត់រស់នៅក្នុងហ្វូងមន់ដូច្នេះគាត់អត់ចេះហោះសង្កាំបានយូរដូចជាសត្វឥន្ទ្រីដែលរស់នៅជាមួយមេវាទេមែនអត់បងប្អូនអញ្ចឹងហើយគាត់ក៏ចាប់ផ្ដើមមិនបោះបង់គាត់មិនព្រមបោះបង់ថាគាត់នឹងព្រមចោះចាញ់គាត់សុខចិត្តផ្លាស់ប្ដូរខ្លួនឯងទោះបីជាគាត់ដឹងថាវាជួបនៅការលំបាកនៅក្នុងការដែលគាត់ព្រមផ្លាស់ប្ដូរតែគាត់អត់បោះបង់ចោលនៅការចង់ហោះរបស់គាត់ទេគាត់នៅតែព្យាយាមក្នុងការសាកល្បងមួយថ្ងៃហើយមួយថ្ងៃទៀតចូលដល់មួយខែហើយមួយខែទៀតហើយការដែលគាត់បានតាំងចិត្តសាកល្បងការដែលគាត់បានតាំងចិត្តក្នុងការធ្វើការដែលគាត់បានតាំងចិត្តក្នុងការដែលផ្លាស់ប្ដូរទីបំផុតកូនឥន្ទ្រីនោះក៏ហោះបានសម្រេចដូច្នេះបងប្អូននៅពេលដែលយើងសម្រេចចិត្តនៅក្នុងការផ្លាស់ប្ដូរពិតណាស់វាពិតជាជួបនៅផលលំបាកជាច្រើនលំបាកនៅក្នុងការឲ្យយើងធ្វើព្រោះវាជារឿងដែលថ្មីសម្រាប់យើងក្នុងការដែលយើងផ្លាស់ប្ដូរដូច្នេះហើយសូមឲ្យយើងមានការតាំងចិត្តជំនះរាល់ឧបសគ្គដែលនៅចំពោះមុខយើងត្រូវដាក់គោលដៅថាយើងផ្លាស់ប្ដូរយើងចង់បានអីដូច្នេះយើងដាក់គោលដៅយើងនៅខាងមុខហើយយើងសម្រេចចិត្តយើងមិនបោះបង់លទ្ធផលចុងក្រោយយើងប្រកាសជាបានសម្រេចនៅតាមអ្វីដែលយើងបានដាក់គោលដៅអរគុណបងប្អូននេះគ្រាន់តែជាគតិក្នុងការចែករំលែកបងប្អូនដោយក្តីស្រឡាញ់